បីជាបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាជាពិសេសក្រសួងសុខាភិបាលបានខិតខំដាក់ចេញនូវផែនការយុទ្ធសាស្ត្រនានាជាច្រើនបង្កើនការយកចិត្តទុកដាក់ដល់សុខុមាលភាពប្រជាជនពីគ្រប់ទិសទីក្នុងប្រទេសកម្ពុជាក៏ដោយក៏ពុំទាន់អាចឆ្លើយតបបានទាំងស្រុងនៅតម្រូវការរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសនៅឡើយទេនេះជាមូលហេតុមួយដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោហៅកាត់ថាធីតាត្រូវបានបង្កើតឡើងដើម្បីជួយគាំទ្រលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនរួមចំណែកជាមួយក្រសួងសុខាភិបាលក្នុងការជួយផ្តល់សេវាព្យាបាលដល់ប្រជាជនដែលមានជីវភាពខ្វះខាតរស់នៅតំបន់ជនបទដាច់ស្រយាលឲ្យទទួលបានការព្យាបាលប្រកបដោយប្រសិទ្ធភាពដូចជាប្រជាជនដទៃទៀតដែរចាប់តាំងពីឆ្នាំ2012មកទល់ពេលបច្ចុប្បន្ននេះប្រជាជនដែលមានជីវភាពខ្វះខាតប្រមាណជាង 40,000 នាក់ហើយបានទទួលសេវាព្យាបាលដោយឥតគិតថ្លៃពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោតើសមាគមនេះបានដើរតួនាទីសំខាន់យ៉ាងដូចម្តេចខ្លះវាគ្មិនសំខាន់ចំនួន3រូបមកពីសមាគមនេះនឹងចូលរួមបកស្រាយអំពីបញ្ហានេះលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោវិជ្ជបណ្ឌិតស៊ូស៊ីផាណាប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោវិជ្ជបណ្ឌិតសឹមសុខច័ន្ទអនុប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោជំរាបសួរស្វាគមន៍មកកាន់កម្មវិធីទំនើបភាពវូពាណិជ្ជកម្មខ្មែរនៅក្នុងសប្តាហ៍នេះកម្មវិធីយើងនឹងធ្វើកិច្ចសម្ភាសន៍ដ៏ពិសេសស្ដីអំពីប្រធានបទសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោលោកជំទាវជាច្រើនឆ្នាំមកនេះយើងបានសង្កេតឃើញថាសមាគមគ្រូពេទ្យស្ម័គ្រចិត្តដែលមានលោកជំទាវគឺជាអនុប្រធាននេះយើងសង្កេតឃើញថាសកម្មភាពបានផុសផុលខ្លាំងមែនទែនលោកជំទាវអាចជម្រាបបាននេះថាកត្តាអ្វីដែលជំរុញឲ្យមានការបង្កើតនៅសមាគមគ្រូពេទ្យនេះឡើងចាអរគុណបងអូនចាជាដំបូងនេះបងសូមថ្លែងអំណរគុណដល់បងអូនចាដែលបានផ្ដល់កិត្តិយសឲ្យបងហើយនឹងក្រុមការងារមកពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោចាចូលរួមនៅក្នុងកម្មវិធីទំនើបជាវូពាណិជ្ជកម្មខ្មែរយើងនៅក្នុងថ្ងៃនេះចាថ្ងៃនេះដែរជាដំបូងបងសូមជម្រាបជាទូទ្រោះចាសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោនេះគឺបង្កើតឡើងនៅក្នុងខែធ្នូចាឆ្នាំ2012គឺជាគំនិតដ៏ផ្ដួចផ្ដើមដល់ផ្ទាល់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនចានិងលោកជំទាវគតិប្រិទ្ធបណ្ឌិតប៊ុនធានីហ៊ុនសែនចាហើយយើងបង្កើតឡើងនៅក្នុងគោលបំណង3ធំចាទី1គឺគោលបំណងទី1គឺយើងចង់ពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចាស់ដែលយើងមិនមានប្រកាន់និន្នាការនយោបាយពុទ្ធសាសន៍ពណ៌សម្បុរឬមួយក៏សាសនាអ្វីទាំងអស់ចាហើយជាពិសេសគឺយើងចង់ពិនិត្យនិងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋដែលរស់នៅតាមទីជនបទឆ្ងាយចាដែលគាត់ពិបាកក្នុងការមកទទួលយកសេវាព្យាបាលតាមមន្ទីរសុខភាពចាមន្ទីរពេទ្យបង្អែកនានាចាហើយទី2ទៀតនេះគឺសមាគមបង្កើតឡើងនៅក្នុងគោលបំណងចង់ចូលរួមចំណែកជាមួយនឹងរដ្ឋាភិបាលជាពិសេសជាមួយនឹងក្រសួងសុខាភិបាលយើងនេះចាដើម្បីជួយលើកកម្ពស់វិស័យសុខភាពសាធារណៈក៏ដូចជាចូលរួមកាត់បន្ថយនៅចាភាពក្រីក្រដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលយើងចាហើយនឹងទី3នេះគឺគោលបំណងរបស់យើងគឺចង់បង្កើនឲ្យគ្រូពេទ្យចាដូចជាវិជ្ជបណ្ឌិតគ្រូពេទ្យឯកទេសផ្សេងហើយនឹងនិស្សិតពេទ្យចាគាត់បានចុះអនុវត្តមានបទពិសោធន៍ចុះអនុវត្តផ្ទាល់ចាជាមួយនឹងអ្នកជំងឺនៅតាមសហគមន៍នៅតាមមូលដ្ឋានចឹងគោលបំណងរបស់យើងមួយទៀតហ្នឹងគឺយើងចង់ប្រមូលអ្នកដែលសប្បុរសជនដែលគាត់ចង់ចូលរួមនៅក្នុងការងារមនុស្សធម៌ទាំងអស់ហ្នឹងចាហើយគាត់មានគោលបំណងចង់ជួយដល់សុខភាពរបស់ប្រជាជនយើងហ្នឹងគឺយើងធ្វើការរួមគ្នាទាំងអស់អរគុណលោកវិទ្យាចង់ជំរាបសួរទៅលោកវិជ្ជបណ្ឌិតវិញក្រសួងសុខាភិបាលលោកមានសកម្មភាពផុសផុលនៅក្នុងការយកចិត្តទុកដាក់ទៅលើសុខុមាលភាពរបស់ប្រជាពលរដ្ឋប៉ុន្តែការបង្កើតរបស់សមាគមគ្រូពេទ្យនេះបានចូលរួមចំណែកបន្ថែមទៀតយ៉ាងម៉េចដែរទៅក្នុងការព្យាបាលទៅដល់ប្រជាពលរដ្ឋកម្ពុជាយើងបាទសូមអរគុណដល់ក្រុមការងារដែលបានចោទជាសំណួរនេះឡើងមានសម្រាប់កាន់ណាស់តាមពិតទៅក្រសួងសុខាភិបាលគាត់បានដើរតួនាទីសំខាន់យ៉ាងសកម្មកន្លងមកក្នុងការផ្ដល់បម្រើសេវាសុខភាពដល់ប្រជាជនទូទាំងប្រទេសប្រជាពលរដ្ឋទូទាំងប្រទេសក្នុងនោះគាត់ក្រសួងក៏មាន
មូលនិធិសមត្ថៈសម្រាប់ប្រជាជនក្រីក្រអញ្ចឹងដើម្បីបម្រើសេវាព្យាបាលដល់ប្រជាជនក្រីក្រដោយមិនគិតកម្រៃមិនគិតតម្លៃនៃសេវាព្យាបាលអ្វីទាំងអស់អញ្ចឹងមូលនិធិសមត្ថៈនេះគឺគាត់បានក្រសួងបានកាត់ឡើងជាយូរណាស់មកហើយគ្រាន់តែកន្លងមកប្រជាជនមួយចំនួនគាត់មិនបានជ្រុតជ្រាបអញ្ចឹងតាមរយៈសមាគមយើងខ្ញុំនេះក៏ដូចជាផ្សព្វផ្សាយឲ្យប្រជាជនបានយល់ជ្រុតជ្រាបកាន់ជ្រុតជ្រាបទុំទលេថែមទៀតនៅមូលនិធិសមត្ថៈដើម្បីសម្រាប់ប្រជាជនក្រីក្រដោយទទួលសេវានៃព្យាបាលតាមទីពេទ្យថ្នាក់ជាតិនានានៅក្នុងប្រជាណាចក្រកម្ពុជាដោយមិនគិតកម្រៃសេវាទាំងអស់តាមពិតទៅក្នុងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្រាប់តេជោមិនមែនសកម្មភាពរបស់យើងខ្ញុំមិនអាចជំនួសក្រសួងសុខាភិបាលទេបានមិនអាចទេគ្រាន់តែគាត់ជាអ្នកគ្រប់គ្រងនឹងដើម្បីជួយលើកកម្ពស់និងគ្រប់គ្រងដល់ក្រសួងសុខាភិបាលកម្ពុជានេះដែរងាកមកជំរាបសួរលោកវិជ្ជបណ្ឌិតសឹមសុខច័ន្ទលោកវិជ្ជបណ្ឌិតគឺតំណាងឲ្យខាងសមាគមចាមុនពេលដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោចុះទៅតាមមូលដ្ឋាននេះតើត្រូវធ្វើយ៉ាងម៉េចណាមានការស្រាវជ្រាវឬមួយក៏យ៉ាងម៉េចពីខាងការជួនដំណឹងពីប្រជាជនមកមុនឬមួយក៏យ៉ាងម៉េចដែរបាទចាសូមអរគុណដល់សំណួរនេះហើយសូមអរគុណម្ដងទៀតដល់ Blue Media ដែលបានអញ្ជើញយើងខ្ញុំចូលរួមក្នុងកិច្ចពិភាក្សាថ្ងៃនេះជាធម្មតាយើងមានសកម្មភាពជារៀងរាល់ខែតាមសកម្មភាពបេសកកម្មធំដើម្បីចុះទៅព្យាបាលអ្នកជំងឺនៅតាមតំបន់ដាច់ស្រយាលនៅទូទាំង25ខេត្តក្រុងហើយជាធម្មតាយើងធ្វើផែនការប្រចាំឆ្នាំអញ្ចឹងយើងដាក់ផែនការចុះទៅតាមមូលដ្ឋានដោយពេលខ្លះយើងមានការសំណូមពរពីអាជ្ញាធរមូលដ្ឋានដោយឃើញនៅកង្វះខាតរបស់ប្រជាពលរដ្ឋខ្លះឬក៏បញ្ហាសុខភាពមួយចំនួនដែលជាការប្រឈមរបស់ប្រជាពលរដ្ឋអញ្ចឹងគាត់សំណូមពរគាត់ឃើញសកម្មភាពរបស់សមាគមយើងគាត់សំណូមពរអញ្ចឹងយើងមានក្រុមការងារយើងចុះទៅមុនដើម្បីទៅសិក្សាមើលថានៅក្នុងមូលដ្ឋានរបស់គាត់នឹងមានប្រជាជនដែលមានបញ្ហាប្រឈមសុខភាពនឹងខ្ពស់ច្រើនអត់ហើយប្រភេទជំងឺអីខ្លះអញ្ចឹងហើយយើងសិក្សាអំពីអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋផ្ទាល់អញ្ចឹងការសិក្សាមួយជំហានមុនដែលយើងធ្វើបេសកកម្មធំនោះយើងដើម្បីត្រៀមរៀបចំនៅបេសកកម្មរបស់ធំយើងប្រចាំខែចាងាកមកលោកជំទាវចង់ជំរាបសួរលោកជំទាវជាបន្តទៀតវិញតាមធម្មតាសមាគមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្ដេចតេជោនេះគឺគ្រាន់តែជាសមាគមមួយទេប៉ុន្តែយើងគ្រប់គ្រងសកម្មភាពបែបមនុស្សធម៌ជួយទៅដល់រាជរដ្ឋាភិបាលតែលោកជំទាវធ្វើយ៉ាងណាដើម្បីគៀងគរគ្រូពេទ្យនឹងមកចូលរួមនៅក្នុងសមាគមដើម្បីព្យាបាលដល់ប្រជាពលរដ្ឋបានចាអរគុណច្រើនបងស្រីមុននឹងឆ្លើយនឹងសំណួររបស់បងប្អូននេះគឺបងចង់រៀបរាប់បន្តិចចាតាពេលដែលសមាគមគ្រូពេទ្យយើងបង្កើតឡើងនៅក្នុងចុងឆ្នាំ2012កម្មវិធីរបស់យើងនេះគឺផ្ដួចផ្ដើមដឹកនាំដោយតែវិជ្ជបណ្ឌិតប្រហែលជា6 7នាក់ចាហើយជាមួយនឹងក្រុមនិស្សិតពេទ្យមួយក្រុមហើយនឹងក្រុមការងារខ្លះតែប៉ុណ្ណោះចាកាលពេលហ្នឹងយើងមានសមាជិកប្រហែលជាតែប្រហែល200ឬមួយក៏300នាក់ប៉ុណ្ណោះចាគឺយើងធ្វើតែសកម្មភាពនៅក្នុងខេត្តកំពង់ចាមចាសកម្មភាពរបស់យើងនេះគឺមិនទាន់បានទូលំទូលាយដូចជាបច្ចុប្បន្ននេះទេចាហើយក្រោយពីមួយឆ្នាំកន្លងផុតទៅដូចជាឆ្នាំ2014សកម្មភាពរបស់យើងនឹងគឺបានលេចលឺទៅដល់ក្រមវិជ្ជបណ្ឌិតចាគ្រូពេទ្យហើយនិងនិស្សិតពេទ្យដែលគាត់ធ្វើការនៅក្នុងស្ថាប័នរដ្ឋស្ថាប័នឯកជនចាហើយដូចជាអង្គការនានានឹងចាបើគាត់ឃើញថាសកម្មភាពរបស់ពួកយើងគឺជាសកម្មភាពមនុស្សធម៌ពិតចាហើយអញ្ចឹងគាត់ក៏បានតាក់ទងចាចូលមកសមាគមយើងដើម្បីចូលរួមសកម្មភាពជាមួយសមាគមយើងជាថ្មីនេះដូចជានៅខែគឺនៅក្នុងខែឧសភាឆ្នាំ2016នេះគឺសមាគមយើងបានទៅធ្វើពិធីចាបញ្ចូលសមាជិកជាលើកដំបូងជាផ្លូវការគឺនៅក្នុងពេលនេះគឺយើងមានសមាជិករហូតដល់2400នាក់ចាហើយយើងនឹងមាន400នាក់ទៀតដែលកំពុងតែសុំដាក់ពាក្យសុំចូលជាសមាជិកជាបន្តបន្ទាប់ទៀតចាចឹងមានន័យថាសមាជិកទាំងអស់ហ្នឹងគាត់សុទ្ធតែជាគ្រូពេទ្យឯកទេសទាំងអស់ឬមួយក៏យ៉ាងម៉េចដែរចាហើយយើងមានគ្រូពេទ្យឯកទេសរបស់យើងហ្នឹងគឺមាន
គ្រប់ជំនាញទាំងអស់ចាយើងមានតាំងពីជំនាញខាងវះកាត់ទូទៅវះកាត់បេះដូងចាគ្រូក្បាលហើយនឹងខាងរុកស្ត្រីចាខាងសួតខាងថ្លើមប្រមាថពវៀនអីហ្នឹងចាហើយនឹងខាងអេកូសាសគឺយើងមានគឺយើងមានគ្រប់គ្រាន់ទាំងអស់ហើយជាពិសេសគឺពួកគាត់បានទទួលមានការបទពិសោធន៍ចាទាំងនៅក្នុងប្រទេសហើយនិងនៅក្រៅប្រទេសចាពាក្យច្រើនគឺពួកគាត់នឹងបានទៅបំពេញកម្មសិក្សាឬមួយក៏សិក្សានៅក្រៅប្រទេសចាដូចជាប្រទេសបារាំងឬមួយក៏ប្រទេសផ្សេងទៀតចាហើយដូច្នេះគឺគាត់មានសមត្ថភាពនឹងទៅព្យាបាលចាអ្នកជំងឺប្រកបដោយវិជ្ជាជីវៈខ្ពស់ហើយនឹងមានប្រសិទ្ធភាពចាហើយនេះជាចំណុចខ្លាំងមួយរបស់សមាគមយើងខ្ញុំចាចង់ជំរាបសួរលោកវិជ្ជបណ្ឌិតបន្តទៀតនៅពេលដែលក្រុមការងាររបស់លោកវិជ្ជបណ្ឌិតចុះទៅដល់តំបន់នីមួយៗដែលមានប្រជាពលរដ្ឋយើងមកព្យាបាលតើភាគច្រើនស្ថានភាពរបស់អ្នកជំងឺដែលគាត់មកនឹងស្ថិតនៅក្នុងកម្រិតយ៉ាងម៉េចដែរលោកវិជ្ជបណ្ឌិតជាធម្មតាពេលដែលយើងចុះតាមគោលដៅផ្សេងៗទៀតចូលតាមគោលដៅឆ្ងាយដែលមានប្រជាជនគាត់ចូលរួមទទួលសេវាព្យាបាលពីយើងភាគច្រើនតែជំងឺមនុស្សចាស់ប៉ុន្តែក្នុងនោះក៏មានក្មេងមានវ័យកណ្ដាលផងដែរជំងឺភាគច្រើនมันយើងពេលដែលយើងចុះទៅមានធ្ងន់មានស្រាលទៅតាមស្ថានភាពជំងឺប៉ុន្តែភាគច្រើនជាជំងឺដែលយើងទទួលជួបឧស្សាហ៍ជួបជាងគេគឺជំងឺសន្លាក់ជំងឺកាពះពោះវៀនជំងឺសួតនឹងមានជំងឺបេះដូងមួយប៉ុន្តែក៏មានក្នុងនោះក៏មានជំងឺធ្ងន់ធ្ងរដែលក្នុងដែលគាត់មិនអាចទទួលសេវាព្យាបាលនៅនឹងកន្លែងឬក៏តាមមន្ទីរពេទ្យក្នុងតំបន់ឬក៏ក្បែរមន្ទីរពេទ្យខេត្តយើងក៏ទទួលយកអ្នកជំងឺទាំងអស់ហ្នឹងមកព្យាបាលបន្តនៅរាជធានីភ្នំពេញពីព្រោះថាយើងមានដោយសារវិសាលភាពនៃសកម្មភាពរបស់យើងទូលំទូលាយនិងមានដោយសារបទពិសោធន៍របស់ក្រុមគ្រូពេទ្យវិជ្ជាបណ្ឌិតជំនាញដែលជាសមាជិករបស់សមាគមក្នុងនោះក៏មានតាមទីពេទ្យថ្នាក់ជាតិទីពេទ្យធំថ្នាក់ជាតិបានធ្វើយើងបានដៃគូសហការជាមួយពួកគាត់ក្នុងការទទួលសេវាព្យាបាលជាពិសេសគាត់ទទួលយកអ្នកជំងឺដែលជាស្ថានភាពធ្ងន់ធ្ងរដែលគាត់មិនអាចទទួលសេវាព្យាបាលនៅនឹងកន្លែងឬក៏តាមតំបន់ដែលគាត់រស់នៅអញ្ចឹងគាត់ទទួលបន្តតាមរយៈសមាគមយើងខ្ញុំមានបងប្អូនអ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរក្នុងនោះរហូតមកដល់បច្ចុប្បន្នប្រហែលជា1837នាក់ហើយដែលបានទទួលសេវាព្យាបាលពីក្រុមគ្រូពេទ្យនៃសមាគមយើងខ្ញុំបើគ្មានសមាគមយើងខ្ញុំទេប្រហែលជាពួកគាត់ពិបាកឬក៏អាចប៉ះពាល់ដល់អាយុជីវិតរបស់គាត់ផងខ្ញុំចង់បន្ថែមលម្អិតទៀតគឺថាសមាគមរបស់យើងនោះរយៈពេលចាប់ផ្ដើមពីធ្វើពី2012រហូតមក2016នេះគឺយើងបានពិនិត្យនិងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋយើងហ្នឹងគឺបានចំនួនជាង14,000នាក់ហើយចាហើយចំនួនដែលលោកវិជ្ជបណ្ឌិតគាត់មានប្រសាសន៍ហ្នឹងគឺ1837នាក់ហ្នឹងគឺជាចំនួនដែលអ្នកជំងឺធ្ងន់ធ្ងរមែនទែនចាដែលយើងយកមកគាត់យកមកព្យាបាលបន្តទៀតណាចាបើសិនជាប្អូនបានចុះទៅឃើញក្នុងសកម្មភាពនោះវិញគឺថាអ្នកជំងឺ1800នាក់ជាងហ្នឹងគឺពេលយើងទៅជួបគាត់ហ្នឹងគឺគាត់យើងគិតថាគាត់នឹងអស់លទ្ធភាពនឹងរស់តទៅទៀតហើយចាមានអ្នកខ្លះហ្នឹងដូចជាអ្នកជំងឺបេះដូងចាពេលយើងទៅហ្នឹងយើងបញ្ជូនគាត់មកគឺពេលហ្នឹងគឺខាងគ្រូពេទ្យជំនាញឯកទេសខាងបេះដូងគាត់មានប្រសាសន៍ថាបើសិនជាបញ្ជូនមកយឺតតាមមួយអាទិត្យទេគឺគាត់ត្រូវមានគ្រោះថ្នាក់ដល់ជីវិតចាអញ្ចឹងនេះគឺជាយើងមានមោទនភាពមែនតើដោយយើងក្នុងចំណោម14,000នាក់ដែលយើងចុះទៅពិនិត្យនិងព្យាបាលចាហ្នឹងគឺយើងបានជួយជីវិតដែលផ្ទាល់តែម្ដងជីវិតអ្នកដែលថាយើងបើសិនជាមិនបានជួបយើងទេគឺនឹងស្លាប់ហ្នឹងគឺក្នុងនោះ1800នាក់អរគុណច្រើនលោកវិជ្ជបណ្ឌិតក្នុងនាមលោកដែលកាន់ផ្ទាល់នៅក្នុងសមាគមអញ្ចឹងតាមធម្មតាប្រទេសកម្ពុជាយើងចាត់ទុកថាជាប្រទេសមួយដែលកំពុងអភិវឌ្ឍដូច្នេះប្រជាជនដែលស្ថិតនៅក្នុងកម្រិតក្រីក្រហ្នឹងនៅមានច្រើននៅឡើយប៉ុន្តែនៅក្នុងការជ្រើសរើសទិសដៅដើម្បីផ្ដល់ព័ត៌មានមកខាងសមាគមវិញតើលោកផ្ដល់ដំណឹងជារបៀបមិនដែរយ៉ាងមិនដែរមកដល់សមាគមដើម្បីឲ្យចុះទៅដល់តំបន់នោះណាបាទដូចលោកជំទាវហើយនិងលោកចាំដិតបានមានប្រសាសន៍កាលពីដំបូងអញ្ចឹងគឺយើងចាប់
តាមដំបូងសមាគមគឺយើងធ្វើសកម្មភាពទៅនៅខេត្តកំពង់ចាមនេះ ចា ប៉ុន្តែដោយសារការគ្រប់គ្រងការសាទរពីប្រជាពលរដ្ឋយើងក៏ពង្រីកវិសាលភាពរបស់យើងសកម្មភាពរបស់យើងចុះបេសកកម្មធំចុះគ្រប់ខេត្តក្រុងដល់ពេលនេះយើងនៅសល់តែ3 4ខេត្តទៀតទេដែលយើងនឹងបានចុះក្រុម10ទាំង25ខេត្តក្រុងនៅសល់ព្រះវិហារដែលយើងនឹងចុះនៅខេត្ត11នេះហើយនឹងខេត្តកោះកុងព្រមទាំងខេត្តបៃលិនមួយទៀតដែលយើងមិនទាន់បានចុះយើងធ្វើសកម្មភាពហ្នឹងគឺយើងទៅប្រចាំខែហ្នឹងយើងទទួលព័ត៌មានពីអាជ្ញាធរហើយនឹងក្រុមការងារផ្សេងៗពីប្រជាពលរដ្ឋដែលគាត់សំណូមពរហ្នឹងអញ្ចឹងដើម្បីវាតម្លៃថាតំបន់ណានៅក្នុងខេត្តហ្នឹងដែលគាត់មានតម្រូវការខ្ពស់ជាងគេដោយសារយើងមិនអាចចុះទៅគ្រប់កន្លែងបានអញ្ចឹងយើងទៅកន្លែងណាដែលមានតម្រូវការគាត់ខ្លាំងជាងគេជាពិសេសអ្នកជំងឺដែលអាយុច្រើនដូចថានៅភូមិគាត់មានលោកយាយលោកតាអាយុលើសពី65ឆ្នាំនឹងច្រើនអញ្ចឹងគាត់មានបញ្ហាសុខភាពច្រើនអញ្ចឹងយើងឲ្យអត្ថភាពយើងចុះទៅគាត់មុនហើយយើងបន្តទៀតនឹងបរិយាសកម្មភាពនឹងវិលត្រឡប់ទៅតំបន់ដែលយើងមិនទាន់បានចុះទៀតដែលមានតម្រូវការដែរបាទចុះលោកបញ្ជាក់ដិតមានដែរតាមដានមើលនេះថានៅពេលដែលក្រុមការងារចុះទៅព្យាបាលប្រជាជននៅតំបន់ហ្នឹងមានតាមដានមើលស្ថានភាពជំងឺគាត់ថាគាត់ពិតជាសះស្បើយឬមួយក៏ដូចមិញដូចថាអ្នកជំងឺធ្ងន់ធ្ងរដល់ទៅ1800នាក់យើងមានបានតាមដានមើលថាបន្ទាប់ពីព្យាបាលហើយស្ថានភាពគាត់ហ្នឹងឥឡូវយ៉ាងម៉េចដែរយើងមិនបានតាមដានមើលជាតបតាខាងក្រុមការងារខ្ញុំក៏ដូចជាក្រុមគ្រូពេទ្យគាត់ធ្វើការដោយមានប្រសិទ្ធភាពបច្ចេកទេសនិងប្រសិទ្ធភាពហើយមានការទទួលខុសត្រូវជាចំណុចពិសេសសម្រាប់ក្រុមការងាររបស់សមាគមយើងខ្ញុំតាមគោលដៅមួយយើងតំណែងចិត្តដិតជាមួយអាជ្ញាធរមូលដ្ឋានពេលដែលយើងចុះទៅយើងមានតំណែងជាពិសេសខាងស្ថាប័នជាតិក៏ដូចជាអាជ្ញាធរមូលដ្ឋានជាពិសេសខាងមន្ទីរពេទ្យឯកក៏ដូចជាមណ្ឌលសុខភាពអញ្ចឹងពេលដែលយើងចុះទៅម្ដងពួកគាត់តែងតែចូលរួមសកម្មភាពជាមួយពួកយើងខាងទីដូចជាគ្រូពេទ្យមកពីមណ្ឌលសុខភាពឬក៏មន្ទីរពេទ្យនៅក្បែរតំបន់សកម្មភាពរបស់យើងឬក៏មន្ទីរពេទ្យអាចនៅតាមគោលដៅដែលយើងបានចុះទៅយ៉ាងដូច្នេះទេពេលដែលមានជួបនៅហានិភ័យអ្នកជំងឺឬក៏មានបញ្ហាអីដែលទាក់ទងនឹងការតាមដានជំងឺក្រោយពីការទទួលសេវាព្យាបាលពីក្រុមសមាគមយើងខ្ញុំយើងតែងតែផ្ដល់ព័ត៌មានឲ្យយើងខ្ញុំតាមរយៈការដែលក្រុមគ្រូពេទ្យយើងផ្ដល់នៅលេខទូរស័ព្ទរបស់គ្រូពេទ្យដែលយើងចុះទៅជាមួយក៏ដូចជាតាមរយៈខាងអាជ្ញាធរមូលដ្ឋានឬក៏គ្រូពេទ្យមូលដ្ឋានដែលគាត់ទៅជាមួយយើងខ្ញុំឧទាហរណ៍ថាអ្នកជំងឺម្នាក់គាត់មានទទួលសេវាព្យាបាលធ្មេញក្រោយពីសេវាព្យាបាលធ្មេញគ្រូពេទ្យខាងសមាគមយើងខ្ញុំគាត់នឹងមានតម្លៃតើស្ថានភាពរបស់គាត់ធ្ងន់ធ្ងរកម្រិតណាឬក៏អាចប៉ះពាល់ដល់កម្រិតណាឬក៏អាចក្រោយពីទទួលសេវាព្យាបាលហើយគាត់នឹងមានផលវិបាកខ្លះឬក៏ហានិភ័យខ្លះគាត់គ្រូពេទ្យរបស់សមាគមយើងខ្ញុំនឹងផ្ដល់នៅលេខទូរស័ព្ទដល់អ្នកជំងឺផ្ទាល់ឬក៏បងប្អូនអ្នកជំងឺឬក៏អាជ្ញាធរមូលដ្ឋានដូចជាមេភូមិមេឃុំតាមរយៈអស់ហ្នឹងហើយគឺយើងអាចតាមដានអ្នកជំងឺបានដោយគិតហើយនឹងមានប្រសិទ្ធភាពបើសិនអ្នកជំងឺអ្នកដែលទទួលសេវាព្យាបាលជំងឺធ្ងន់ធ្ងរខ្លាំងដែលយើងបានយកពួកគាត់មកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យនៅក្នុងក្រុងភ្នំពេញដោយសារគាត់ធ្ងន់ធ្ងរខ្លាំងនោះมันជាពិបាកទេដោយសារយើងគ្រូពេទ្យយើងត្រូវតាមដានផ្ទាល់ចុះផ្ទាល់ពីព្រោះថាក្រុមគ្រូពេទ្យរបស់យើងមានសមាជិកនៅតាមបណ្ដាទីពេទ្យធំនានាក្នុងរាជធានីភ្នំពេញក្នុងនោះភាគច្រើនគឺយើងក្រុមគ្រូពេទ្យយើងគាត់ទៅព្យាបាលដោយផ្ទាល់ដៃវះកាត់ដោយផ្ទាល់ដៃពីព្រោះយើងមានសមាជិកច្រើនណាស់នៅក្នុងទីពេទ្យធំដូចជាទីពេទ្យរុស្ស៊ីទីពេទ្យកាឡាម៉ែតទីពេទ្យអង្គឌួងទីពេទ្យលោកសង្ឃនៅទីពេទ្យនានាអញ្ចឹងគាត់ទទួលបាននៅប្រសិទ្ធភាពក្នុងការព្យាបាលហើយក៏ក្នុងនោះហើយដែលធ្វើឲ្យយើងមានមោទនភាពរបស់សមាគមមានការគ្រប់គ្រងមានមិនធំតែប៉ុណ្ណឹងមានតាមបណ្ដានៅប្រទេសជាមិត្តផ្សេងទៀតក៏គាត់បានជួយគ្រប់គ្រងនៅសមាគមរបស់យើងខ្ញុំដែរលោកជំទាវសមាគមទទួលបានជំនួយមកពីខាងណាដែរបើស្ដាប់មើលទំហំនៃការ
សកម្មភាពណាដូចជាការចំណាយដូចជាច្រើនគូសំដែរណាចា ចាចង់ជម្រាបថាសមាគមរបស់យើងនេះគឺសកម្មភាពរបស់យើងគឺមិនពឹងផ្អែកទៅលើរាជរដ្ឋាភិបាលអីទាំងអស់ចាគឺជាសមាគមរបស់យើងនឹងគឺជាថវិកាដែលបានមកពីសប្បុរសជនសប្បុរសធម៌សិទ្ធិសាស្ត្រតែម្ដងចាគឺមួយផ្នែកនៃសមាគមរបស់យើងនេះគឺទទួលការជួរួមចំណែកពីសប្បុរសជនចានៅក្នុងប្រទេសចាហើយនឹងក្រុមហ៊ុននានាចាដែលដូចជាក្រុមហ៊ុនថ្នាំអីជាដើមអញ្ចឹងគាត់បានចូលរួមចំណែកចាហើយនឹងអ្នកដែលចូលរួមចំណែកក្នុងថវិកាធំបំផុតរបស់សមាគមហ្នឹងគឺយើងមានក្រុមហ៊ុន3ចាក្រុមហ៊ុនទី1ហ្នឹងគឺ LG ចាហើយនឹង Medphone ហើយនឹង Canon ចាដែលគាត់បានជួយសមាគមហ្នឹងtừតាំងពីឆ្នាំ2014មកម្លេះ ចាលោកបញ្ជាក់តែតាំងពីការព្យាបាលមកដែលធ្លាប់បានបញ្ជូនអ្នកជំងឺនឹងទៅក្រៅប្រទេសដែរមានស្ថានភាពហ្នឹងឯង មានបាទដោយសារវិសាលភាពនៃការងារដោយសារតម្លៃនៃការងាររបស់សមាគមយើងខ្ញុំធ្វើឲ្យមានការទទួលស្គាល់ពីបណ្ដាប្រទេសផ្សេងៗជាពិសេសក្នុងប្រហែលឆ្នាំកន្លងនេះយើងមានការសហការមានការសហការពីបណ្ដាប្រទេសដូចជាកូរ៉េតែគាត់បានទីពេទ្យមួយនៅប្រទេសកូរ៉េគាត់បានទទួលនៅអ្នកជំងឺពីបញ្ជូនពីសមាគមយើងខ្ញុំទៅព្យាបាលនៅប្រទេសគាត់អញ្ចឹងឆ្នាំ2015កន្លងទៅនេះយើងបានបញ្ជូនអ្នកជំងឺបេះដូងមួយក្មេងស្រីអាយុ5ឆ្នាំទៅវះកាត់នៅប្រទេសកូរ៉េតាមយ៉ាងហ្នឹងហើយនឹងយើងនឹងមានបន្តទៀតនេះជាករណីទី1ដែលប្រទេសជីមិតបានចាប់ដៃគូសហការជាមួយយើងខ្ញុំបានទទួលនៅអ្នកជំងឺយកទៅវះនៅទីពេទ្យរបស់គាត់ទីពេទ្យល្បីរបស់គាត់ហើយគាត់នឹងសហការជាមួយយើងតទៀតហើយគាត់ថាបើសិនជាមានករណីដែលស្រដៀងគ្នាឬក៏មានករណីផ្សេងៗទៀតមិនថាជំងឺបេះដូងឬក៏ជំងឺផ្សេងៗទៀតទេបើសិនចាំបាច់នឹងការមានស្នើសុំពីខាងសមាគមយើងខ្ញុំពួកគាត់នឹងទទួលដោយរីករាយដោយសមាគមហ្នឹងហើយ ចុះបើសិនជាក្នុងករណីចេះឧទាហរណ៍ថាតាមធម្មតានៅពេលសមាគមចុះទៅមូលដ្ឋានទៅជាបាលប្រជាជនទៅយើងជួនដំណឹងចាប់ពីមួយខែឬក៏កន្លះខែមុនប៉ុន្តែសកម្មភាពព្យាបាលហ្នឹងបានកន្លងផុតទៅហើយប៉ុន្តែប្រជាជននៅក្នុងតំបន់ហ្នឹងគាត់អ្នកខ្លះគាត់ទៅដឹងគាត់ដឹងពីភាពល្បីល្បាញរបស់សមាគមគ្រូពេទ្យអញ្ចឹងដល់ពេលទៅគាត់ថាគាត់មានកូនគាត់មានជំងឺបេះដូងអីអញ្ចឹងតើគាត់ត្រូវធ្វើមិនទៅពេលហ្នឹងបើពេទ្យអត់ចុះទៅផងហ្នឹងហ្នឹងយើងត្រូវធ្វើមានច្រើនមានហើយមានច្រើនទៀតកន្លងមកយើងព្យាបាលនៅនឹងកន្លែងពេលដែលយើងចុះទៅគោលដៅនឹងហើយក្រោយពីព្យាបាលហើយយើងយកម្នាក់ឬពីរនាក់មកព្យាបាលតែឃើញជាក់ស្ដែងហើយស្រាប់តែគាត់ឮតគ្នាទៅគាត់ជម្រាបទៅមេភូមិមេឃុំដែលតំណងមួយយើងហ្នឹងគាត់មកបន្តព្យាបាលទៀតយើងនៅទទួលការព្យាបាលបន្តរបស់គាត់ទៀតតាមរយៈលេខទូរស័ព្ទអីចឹងទៅគាត់អាចឡើងមកមានពេលមួយនោះដូចជាឆ្នាំ2014នៅស្រុកមួយនៅពញាក្រែកក្រោយពីយើងមកផុតបានប្រហែលជាមួយអាទិត្យគាត់ដាក់ឡានមកតាក់ស៊ីមក15នាក់គាត់យកមកភ្នំពេញហើយគាត់សុំមើលទាំងអស់គ្នាគាត់ហើយអញ្ចឹងយើងមើលឲ្យជូនគាត់ទាំងអស់គ្នាហើយភាគច្រើនមានជំងឺខ្លះតិចតួចហើយជំងឺខ្លះរៀងច្រើនធ្ងន់ធ្ងរអញ្ចឹងយើងមើលព្យាបាលទៅតាមនឹងទៅចាអរគុណចាលោកជំទាវយើងបានឆ្លើយនៅសំណួរជាច្រើនដែលតកតងទៅនឹងការងារមនុស្សធម៌ខាងខ្ញុំចង់ដឹងពាក់ព័ន្ធទៅនឹងសំណួរផ្ទាល់ខ្លួនវិញហើយខ្ញុំសង្ឃឹមតាមដែលយើងបានទទួលព័ត៌មានថាទស្សនិកជនខ្លះក៏ប្រហែលជាគាត់ឆ្ងល់ដែរដោយសារលោកជំទាវគឺជាកូនប្រសាររបស់ប្រមុខរាជរដ្ឋាភិបាលតែម្ដងអញ្ចឹងនៅក្នុងការបង្កើតនៅសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោនេះបើតើវាអាចនឹងគិតពីនិន្នាការនយោបាយដែរទេឬមួយក៏យ៉ាងម៉េចដែរចាអរគុណច្រើនចំពោះសំណួរនេះចាតាមពិតពេលយើងបង្កើតក្នុងសមាគមនេះឡើងដោយខ្ញុំបានជម្រាបពីលើមកអញ្ចឹងគឺយើងមិនមាននិន្នាការនយោបាយអ្វីទាំងអស់ចាគឺសមាគមនេះគឺជាសមាគមមនុស្សធម៌ចាពិតតែម្ដងចាហើយ
ជាពិសេសគឺសមាគមនេះគឺគំនិតរូបដើមទោះបីជាគំនិតរូបដើមរបស់សម្ដេចកែមហាសេនាប្តីតេជោហ៊ុនសែននិងសម្ដេចកតេប្រិនបណ្ឌិតចាគាត់ពេលគាត់បង្កើតណែនាំខ្ញុំហើយនឹងអាដាមហ៊ុនម៉ាណែតចាឲ្យបង្កើតនៅសមាគមនេះឡើងនឹងគឺសម្ដេចទាំងពីរគាត់បានផ្ដាំផ្ញើឲ្យផ្ដាំផ្ញើទៀតគាត់ថាសមាគមនេះគឺបង្កើតឡើងគឺជួយប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសកម្ពុជាយើងហ្នឹងគឺគុំប្រកាន់ថាបកណាឬមួយបកណាចាចិត្តសាសនាឬមួយក៏ថាសាសនាខុសគ្នាអីក៏ដោយគឺគុំធ្វើអញ្ចឹងទាំងអស់ពួកអីប្រជាពលរដ្ឋគឺនៅក្នុងប្រទេសកម្ពុជាយើងតែមួយឯងចាអញ្ចឹងហើយបានជាពេលដែលយើងចោះទៅធ្វើសកម្មភាពនានាពេលហ្នឹងគឺយើងតែងតែផ្សព្វផ្សាយចាហើយយើងមិនតែប្រកាន់ថាឥឡូវហ្នឹងគាត់មកត្រូវតាជាគណៈបកណាគណៈបកមកទេចាហើយយើងមានពេលអ្នកជំងឺ1800នាក់ដែលយើងយកមកព្យាបាលបន្តហ្នឹងគឺយើងមិនដែលឆែកប្រវត្តិរូបគាត់ទេចាពេលយើងទៅដល់ហ្នឹងគឺយើងឃើញផ្ទាល់ជាក់ស្ដែងយើងតាក់ទងមកពេទ្យយើងសួរលទ្ធភាពរបស់ពេទ្យយើងថាឥឡូវហ្នឹងតើគាត់ត្រូវមានត្រូវការវះកាត់អីឬមួយក៏ព្យាបាលបន្តយ៉ាងម៉េចហ្នឹងគឺយើងតាក់ទងគាត់មកតែម្ដងចាពួកឯងពេលមុនដំបូងជំរាបអូនតាមត្រង់ពីឮសូរថាសមាគមសម្ដេចតេជោជាអ្នកបង្កើតឡើងអញ្ចឹងគឺមានអ្នកខ្លះយល់ច្រឡំចាប៉ុន្តែដល់ពេលតាមរយៈពួកគាត់ត្រឡប់ទៅវិញគាត់បានផ្សព្វផ្សាយថាអូអត់ទេមិនដែរទាំងសួរខ្ញុំថាអូខ្ញុំគណៈបកណាមិនដែរសួរទេចាហើយនេះគឺជាគោលចាគឺជាគោលបំណងរបស់សមាគមចាលោកវិជ្ជបណ្ឌិតសំណួរជាចុងក្រោយរបស់ខ្ញុំនេះតើតាមលោកវិជ្ជបណ្ឌិតគឺបានបែងចែកពេលវេលានៅក្នុងការធ្វើការងារបម្រើឲ្យទៅស្ថាប័នរាជរដ្ឋាភិបាលហើយចំណាយពេលចុងសប្តាហ៍នៅក្នុងការធ្វើការងារស្ម័គ្រចិត្តកត្តាអ្វីដែលជំរុញឲ្យលោកវិជ្ជបណ្ឌិតចូលរួមនៅក្នុងការធ្វើការងារនេះហើយលោកវិជ្ជបណ្ឌិតគិតថាវាជាចំណុចសំខាន់យ៉ាងម៉េចនៅក្នុងការចូលរួមចំណែកជួយដល់ប្រទេសជាតិយើងចា៎អរគុណនៅសំណួរនេះដោយមើលឃើញនៅជាចំណុចចាប់ផ្ដើមនៃសមាគមជាការព្រឹកផ្ដើមរបស់សម្ដេចនិងសម្ដេចកតេប្រិនបណ្ឌិតនិងនៅការមានដឹកនាំផ្ទាល់របស់អាដាមហ៊ុនម៉ាណែតក្នុងជំទាវដោយមានចក្ខុវិនិច្ឆ័យច្បាស់លាស់និងជាពិសេសគឺដើម្បីប្រជាជនក្រីក្រទូទាំងប្រទេសដែលគាត់ទទួលបានសេវាព្យាបាលនៅមានកម្រិតតាមបណ្ដាខេត្តតាមទីជនបទដាច់ស្រយាលនឹងដើម្បីខ្ញុំដល់ការមើលឃើញថាដើម្បីលើកកម្ពស់ដល់ចូលរួមជាមួយក្រសួងសុខាភិបាលនិងលើកកម្ពស់ក្នុងវិស័យសុខាភិបាលតាមរយៈសមាគមខ្ញុំមានការចាប់អារម្មណ៍មិនថាខ្ញុំនាំមិត្តភ័ក្តិខ្ញុំនាំបងប្អូនខ្ញុំនិងសូមកូនសិស្សរបស់ខ្ញុំនិងបណ្ដាក្រុមការងារភិតរៈផ្សេងទៀតណែនាំគាត់ក៏ឲ្យចូលរួមដោយសារមើលឃើញនៅសកម្មភាពនិងចក្ខុវិស័យរបស់សមាគមដើម្បីវែងឆ្ងាយដើម្បីថាសមាគមនេះមិនមែនធ្វើក្នុងរយៈពេលមួយថ្ងៃពីរថ្ងៃឬក៏មួយខែពីរខែហើយក៏មិនធ្វើដើម្បីសមាគមខ្លួនឯងផ្ទាល់ឬក៏ដើម្បីសមាជិកខ្លួនឯងផ្ទាល់ដែរគឺធ្វើដើម្បីប្រជាជនទាំងអស់គ្នាសមាជិករបស់សមាគមមានទឹកចិត្តធ្វើការដោយពេញចិត្តដោយឆន្ទៈនិងស្មោះស្ម័គ្រហើយនេះជាចំណុចអាទិភាពរបស់សមាគមហើយក៏ដូចជាមោទនភាពរបស់សមាជិកផ្សេងៗក្នុងនោះក៏មានរូបខ្ញុំដែរបាទចាលោកវិជ្ជបណ្ឌិតនៅពេលដែលលោកធ្វើការផ្ទាល់ច្រើននៅជាមួយប្រជាជននៅក្នុងសមាគមនៅក្នុងសហគមន៍អញ្ចឹងតាមស្ថានភាពដែលលោកវិជ្ជបណ្ឌិតមើលឃើញផ្ទាល់ក៏ដូចជាទឹកចិត្តអារម្មណ៍ជាកូនខ្មែរដូចគ្នាណាលោកវិជ្ជបណ្ឌិតគិតថាតើស្ថានភាពរបស់ប្រជាជនកម្ពុជាយើងត្រូវការសកម្មភាពមនុស្សធម៌បែបហ្នឹងច្រើនតទៅមុខទៀតទេហើយលោកវិជ្ជបណ្ឌិតចង់ឲ្យក្រៅពីក្រុមហ៊ុនប្រមាណដែលលោកជំទាវបានលើកឡើងហ្នឹងក្រុមហ៊ុនផ្សេងទៀតហ្នឹងចង់ឲ្យគាត់ចូលរួមជួយបន្ថែមទៀតដើម្បីឲ្យយើងអាចពង្រីកខ្លួនបានកាន់តែធំណាបាទនៅក្នុងពេលនេះដោយសារប្រទេសជាតិយើងកំពុងតែរីកចម្រើននៅគ្រប់វិស័យជាពិសេសឥឡូវវិស័យសុខាភិបាលយើងក្រសួងសុខាភិបាលកំពុងតែលើកតម្កើងនៅសេវាព្យាបាលឲ្យដល់គ្រប់ទីកន្លែងតែទោះយ៉ាងណាក៏នៅតែត្រូវការដៃគូដើម្បីជួយធ្វើឲ្យវិស័យមួយហ្នឹងកាន់តែមានប្រសិទ្ធភាពក្នុងការទៅដល់ប្រជាពលរដ្ឋក្រីក្រពិតប្រាកដដូច្នេះខ្ញុំគិតថាក្នុងរយៈពេលទៅមុខប្រហែលឆ្នាំទៅមុខទៀតនេះសមាគមនៅតែដើរតួនាទីសំខាន់ក្នុងធ្វើការជាដៃគូដើម្បីចូលរួមចំណែក
នឹងបំពេញបន្ថែមដល់ក្រសួងសុខាភិបាលដើម្បីផ្ដល់បង្ខិតសេវាសុខភាពហ្នឹងឲ្យជិតដល់ផ្ទះប្រជាពលរដ្ឋមែនតើហើយដូច្នេះខ្ញុំគិតថាសំណួរយើងសូមជួយពីវនាវដល់ក្រុមហ៊ុនហើយនិងសប្បុរសជនផ្សេងៗហ្នឹងដើម្បីចូលរួមគ្រប់គ្រងបន្ថែមដើម្បីឲ្យសមាគមរបស់យើងនឹងបន្តធ្វើការងារមនុស្សធម៌នេះបន្តទៀតដើម្បីលើកកម្ពស់ឬក៏ជួយបង្កើនសេវាព្យាបាលដល់ប្រជាជនក្រីក្ររបស់យើងនៅទូទាំងប្រទេសចាលោកជំទាវសំណួរជាចុងក្រោយនេះតើទស្សនវិស័យរបស់ក្រុមការងាររបស់លោកជំទាវទៅថ្ងៃខាងមុខទៀតថានឹងពង្រីកខ្លួនយ៉ាងម៉េចដើម្បីឲ្យរឹងមាំកាន់តែរឹងមាំថែមទៀតហើយឲ្យកាន់តែជាប្រយោជន៍ភាពហ្នឹងកាន់តែខ្លាំងថែមទៀតចា៎យើងមានទស្សនវិស័យរបស់សមាគមយើងហ្នឹងគឺយើងចង់ពង្រឹងហើយនឹងពង្រីកលទ្ធភាពរបស់សមាគមដែលបានជំរាបអញ្ចឹងគឺយើងចង់ធ្វើយ៉ាងម៉េចគឺផ្ដល់សេវាជូនដល់ជិតដល់ផ្ទះរបស់ប្រជាជនយើងតែម្ដងជាពិសេសគឺប្រជាជនដែលនៅតាមទីជនបទដាច់ស្រយាលហើយនៅក្នុងសហគមន៍ក្រីក្រហ្នឹងចាយើងមានកម្រងការមានផែនការខ្លះចាដែលរបស់សមាគមចាទី1ហ្នឹងគឺយើងស្វែងរកនៅវិធីសាស្ត្រថ្មីចាហើយយើងពង្រីកសកម្មភាពរបស់យើងហ្នឹងគឺដើម្បីចូលរួមចានៅក្នុងការលើកកម្ពស់ចាវិស័យសុខាភិបាលរបស់យើងនេះចាហើយមួយទៀតគឺយើងកំពុងតែនឹងសិក្សាហើយនឹងការយើងគិតគ្នាហើយនឹងសិក្សាថាតើយើងគួរតែដកតំណាងរបស់សមាគមនៅតាមចាខេត្តទាំង25ខេត្តក្រុងនេះយើងនឹងគឺដើម្បីឲ្យផ្ដល់នៅសេវាព្យាបាលនឹងជូនដល់ប្រជាពលរដ្ឋឲ្យបានងាយស្រួលហើយនឹងមានប្រសិទ្ធភាពគឺកុំឲ្យគាត់ពិបាកមកភ្នំពេញហើយម្យ៉ាងទៀតហ្នឹងកុំឲ្យពួកអីដូចជាប្អូនបានអញ្ចឹង25ខេត្តក្រុងគឺពួកបងមួយឆ្នាំធ្វើផែនការគឺធ្វើផែនការក៏បានចុះទៅដល់ខេត្តមួយទៀតហ្នឹងគឺយើងត្រូវចាំងទៅក៏មួយឆ្នាំជាងអីដែរចាប៉ុន្តែបើសិនជាយើងមានតំណាងរបស់យើងនៅតាមខេត្តនីមួយគឺយើងមិនចាំបាច់ចុះទៅនេះទេគឺពួកគាត់អាចធ្វើសកម្មភាពជារៀងរាល់ខែតែម្ដងចានៅតាមខេត្តហ្នឹងគឺយើងកំពុងតែរកតំណាងសមាគមយើងនឹងចាហើយនឹងមួយទៀតគឺយើងកំពុងតែផ្ដល់ឱកាសចាហើយនឹងបណ្ដុះបណ្ដាលនិស្សិតហើយនឹងដូចជាគ្រូពេទ្យជំនាញរបស់យើងនឹងចាឲ្យមានគាត់មាន skill កាន់តែខ្ពស់ឡើងចាតាមរយៈបណ្ដុះបណ្ដាលដូចជាបញ្ជូនគាត់នៅទៅរៀនសូត្រអនុវត្តហើយតាមសិក្ខាសាលាផ្សេងចាហើយយើងកំពុងតែរកដូចសំណួរបងអូនខាងមុខអញ្ចឹងគឺយើងពង្រីកដៃគូចាទាំងជាមួយនឹងខាងរាជរដ្ឋាភិបាលជាមួយនឹងខាងផ្នែកឯកជនហើយនឹងក្រុមហ៊ុនអង្គការនានាហ្នឹងដែលគាត់មានគោលបំណងចង់ចាចូលរួមនៅក្នុងវិស័យសុខាភិបាលហ្នឹងគឺយើងធ្វើការជាមួយគ្នាចាហើយមួយទៀតហ្នឹងគឺជា concept ថ្មីរបស់សមាគមយើងគឺយើងកំពុងតែtrend ចាសមាជិករបស់យើងនឹងឲ្យចោះធ្វើការស្រាវជ្រាវអំពីផ្នែកសុខភាពសាធារណៈចាពីព្រោះថាដោយសារនេះហើយគឺយើងអាចជួយដំណឹងដល់ក្រសួងសុខាភិបាលថាឥឡូវហ្នឹងសហគមន៍នេះគឺមានបញ្ហាអ្វីដូច្នេះហ្នឹងគឺអាចជូនផ្ដល់ព័ត៌មានយ៉ាងឆាប់រហ័សដល់ក្រសួងបានចាសូមអរគុណអរគុណប្រធានលោកវិជ្ជាបណ្ឌិតទាំងពីរចាដែលបានផ្ដល់បទសម្ភាសន៍យ៉ាងក្បោះក្បាយសម្រាប់រូបខ្ញុំផ្ទាល់ក៏ដូចជាក្រុមការងារក៏ដូចជាទស្សនិកជនការធ្វើកិច្ចសម្ភាសន៍លើកនេះគឺជាព័ត៌មានដ៏សំខាន់មែនទែនទៅកាន់មហាជនសូម្បីតែខ្ញុំផ្ទាល់ក៏ធ្លាប់បានឃើញនៅតាមបណ្ដាញទំនាក់ទំនងសង្គមដែរប៉ុន្តែព័ត៌មានអត់បានទូលំទូលាយដោយការជជែកនៅក្នុងថ្ងៃនេះទេចាសូមអរគុណចាអរគុណចាសូមអរគុណចំពោះការតាមដានទស្សនាពីកម្មវិធីសន្យាជួបគ្នានៅសប្តាហ៍ក្រោយតាមពេលវេលានឹងម៉ោងដដែលសូមអរគុណសូមជម្រាបលា